បាទជំរាបសួរលោកគ្រូអ្នកគ្រូបាទអញ្ចឹងមានលោកគ្រូអ្នកគ្រូគាត់សួរថាតើ file PDF យើងអាចកែនៅលើ AI បានដែរឬទេបាទអញ្ចឹងគឺចម្លើយគឺបានបាទអញ្ចឹងដើម្បីធ្វើ PDF នេះបានលឿនលោកគ្រូអ្នកគ្រូត្រូវមាន Gmail បាទដែលយើងsign in ចូលក្នុង Google Chrome បាទនេះជាឧទាហរណ៍ដែលខ្ញុំបាន upload ឯកសារចូលក្នុង AI បាទទៅលោកគ្រូត្រូវមាន Gmail ហើយពេលដែលលោកគ្រូ upload ចូលហើយវានឹង generate យើងអាច copy ឯកសារនេះយកទៅដាក់ក្នុង Office Word យកទៅប្រើប្រាស់បានបាទអញ្ចឹងយើងចាប់ផ្ដើមចូលទៅអ្នកគ្នាបាទអញ្ចឹងលោកគ្រូអឺចូលមក Google Chrome បាទហើយវាក្នុងប្រអប់នេះដាក់ថា Google បាទនេះអឺ Google បាទវាបង្ហាញហើយនៅលើនេះដាក់ខ្ញុំសូមបង្រិចពីសិនបាទនេះដាក់ថា Google AI Studio បាទគ្រូគ្រាន់តែវាយពាក្យហ្នឹងមកហើយចុច Enter បាទ Enter វានឹងបង្ហាញសូមមកផ្ទាំងទៀតកន្លែងនេះបាទ Google AI Studio បាទពេលចូលមកដល់ចំណុចខាងនេះប្រសិនបើលោកគ្រូអ្នកគ្រូអត់ទាន់មាន Gmail sign in ជាមួយនឹង AI នេះទេអញ្ចឹងយើងអាច generate បានទេបាទក្នុងករណីនេះលោកគ្រូអ្នកគ្រូសម្គាល់មើលឡាយរូបនេះខាងស្នាមរបស់ខ្ញុំគឺខ្ញុំបាន sign in រួចហើយបាទអញ្ចឹងពេលដែល sign in រួចហើយលោកគ្រូអ្នកគ្រូចូលមើលចំណុចកន្លែងនេះបាទមើលចំណុចកន្លែងហ្នឹងបាទលោកគ្រូចុចជ្រើសនៅកន្លែងចំណុចទាំងហ្នឹងបាទអញ្ចឹងលោកគ្រូគ្រាន់តែចុចកន្លែងតនិចប៉ុណ្នេះមកបាទហើយលោកគ្រូមើល Gemini 2.5 បាទ Pro នេះបាទលោកគ្រូចុចយកទាំងហ្នឹងបាទហើយលោកគ្រូទៅជ្រើសរើសយកfile PDF បាទដោយចុចកន្លែងសញ្ញាបូកនេះបាទចុចកន្លែងសញ្ញាបូកហ្នឹងបាទហើយចុចយកពាក្យថាupload file បាទចុចពាក្យ upload file បាទ upload file ហើយនឹងបង្ហាញទៅរកឯកសារដែលលោកគ្រូចង់ upload បាទអញ្ចឹងខ្ញុំចង់ upload ឯកសារនេះបាទហើយយើងចុច open បាទអញ្ចឹងវាកំពុងតែ generate នៅកន្លែងនេះហើយលោកគ្រូសូមធ្វើការរងចាំបាទហ្នឹងអាស្រ័យលើអ៊ីនធឺណិតរបស់លោកគ្រូដែរបាទនៅពេលដែល generate ហើយវាលែងវិលហើយនៅចំណុចទាំងឡាយនេះបាទអញ្ចឹងលោកគ្រូសម្គាល់មើលកន្លែងនេះគឺវាលែង load សញ្ញាវិលទៀតហើយបាទចំណុចទាំងនេះលែង load សញ្ញាវិលហើយបន្តទៀតលោកគ្រូត្រូវមើលចំណុចកន្លែងនេះកន្លែង run នេះបាទ run control នេះបាទលោកគ្រូចុចកន្លែងហ្នឹងមកបាទអញ្ចឹងអឺវាកំពុងតែ generate ឲ្យលោកគ្រូមើលនៅកន្លែងនេះបាទបន្តទៀតបាទអញ្ចឹងលោកគ្រូមើលទាំងគ្នាអញ្ចឹងកំពុងតែgenerate AI generate ជាបំបែកជា file ឲ្យយើងបាទអញ្ចឹងវា load នេះវាកំពុងដំណើរការឥឡូវហើយបាទលោកគ្រូសង្កេតមើលអញ្ចឹងដំណើរការហើយបាទអញ្ចឹងដំណើរការរួចរាល់បាទហើយសូមបញ្ជាក់ប្រាប់លោកគ្រូថា
ចំពោះAI នេះគឺ generate ជាមួយនឹងភាសាខ្មែរយើងបានយ៉ាងល្អប្រសើរសម្រាប់យកទៅប្រើប្រាស់បានបាទអញ្ចឹងការបង្ហាញរបស់ខ្ញុំពីការកែ file PDF នៅលើ AI Google AI Studio នេះក៏ដល់ទីបញ្ចប់ផងដែរបាទសូមអរគុណចំពោះលោកគ្រូអ្នកគ្រូដែលមានសំណួរសួរបាទសូមអរគុណ